ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនធ្វើតុក្កតា 3D ខ្ជូតខ្ជូតនៅលើកញ្ចក់ទាំងអស់គ្នាងាយៗខ្លាំងមែនតើដំបូងគឺយើងធ្វើការលាបជាមួយទឹកបាយទាំងអស់គ្នាយើងលាបមួយជាន់ស្រាលៗបានណាហើយបន្តមកទៀតគឺយើងធ្វើការតប់ចុងកញ្ចក់យើងជាមួយនឹងពណ៌សាច់ហើយសម្រាប់ការតប់គឺយើងតប់ថាប្រើកម្លាំងខ្លាំងទេតប់ប្រើកម្លាំងខ្លាំងពេកគឺវាចែលចូលប៉ងវិញអស់ហើយអត់ឃើញម៉ត់ស្អាតទេតបមកយើងធ្វើការគូរជាមួយនឹងផ្ទៃតុក្កតាសម្រាប់ការគូរគឺខ្ញុំប្រើជាមួយនឹងជែលគូរបស់កូរ៉េទាំងអស់គ្នាល្អខ្លាំងស្រួលគូអត់ចេះពលីទេគូមកគ្រប់ស្រោគឺ clean ស្អាតហើយដូចអ្នកនរឃើញនៅក្នុងវីដេអូនេះគឺស្រួលគូខ្លាំងហ្មងណាខ្ញុំគឺស្រឡាញ់ជែលនឹងខ្លាំងហ្មងហើយបន្តមកដល់វគ្គចាក់ 3D ម្ដងម៉ូតនេះគឺយើងចាក់ 3D ឲ្យបានគូភ្នែកអ្នកទាំងអស់គ្នាហើយសម្រាប់ចាក់ 3D នេះបើសិនជាអ្នកទាំងអស់គ្នារកទិញបានគឺខ្ញុំ recommend ខ្លាំងហ្មងស្រួលព្រោះអ្នកទាំងអស់គ្នាខាប់ហើយវាអត់ងាយហៀអញ្ចឹងចាក់ 3D គឺស្រួលមែនតើសម្រាប់ beginner តបមកតុក្កតាយើងគឺចេញជារូបរាងហើយយើងចាប់ផ្ដើមគូភ្នែកច្រមុះមាត់ហើយបន្តមកគឺយើងថែម blush ពណ៌ផ្កាឈូកស្រាលតិចមកគូចាក់ 3D គូមួយត្រូវបាញ់7មួយគូហើយអាំងឲ្យស្ងួតរួចលាបថប់ជែលមកគឺរួចជាស្រេចជូតខ្លាំងហ្មងម៉ូតនេះងាយអ្នកទាំងអស់គ្នាអាចហ៊ានធ្វើនៅផ្ទះខ្លួនឯងបានវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយណាបាយ